ខ្មុំលេខ1ត្រាំជាមួយនឹងខ្ញីក្រូចឆ្មាខ្មែរស្ងួតចាចាប់ដើមធ្វើថ្មីទៀតហើយជាពិសេសគឺខ្ញុំជ្រើសរើសប្រភេទទឹកខ្មុំលេខ1ជាប្រភេទទឹកខ្មុំផ្កាកដែលកសិដ្ឋានយើងខ្ញុំទៅនឹងប្រមូលផលបងប្អូនហើយគឺពណ៌ស្រស់ស្អាតមែនតើអញ្ចឹងសម្រាប់បងដែលគាត់ចាចង់សម្រក់គីឡូសម្រក់ក្បាលពោះបែបធម្មជាតិចាកាត់បន្ថយបញ្ហាផ្ដាសាយក្អកឈឺបំពង់កញ៉ាំដើម្បីសុខភាពចាក៏ដូចជាចង់ញ៉ាំដើម្បីសុខភាពទូទៅគឺអាចដាក់ការកំងបានហើយបញ្ជាក់ជូនខ្ញុំធ្វើនេះគឺធ្វើបានតិចតួចមែនតើដោយសារទឹកខ្មុំរដូវផ្កាកោរបស់យើងរដូវកាលនេះគឺប្រមូលផលបានតិចតួចមែនតើអញ្ចឹងសម្រាប់ការធ្វើគឺខ្ញុំធ្វើបានតិចតួចទេណាដើម្បីបំពេញតម្រូវការបងប្អូនទាំងអស់គ្នាហើយសម្រាប់ចំណុះវិញគឺយើងមាន2ចំណុះចាយើងមានចំណុះ1លីត្រហើយនិងចំណុះកន្លះលីត្រចា free សេវាដឹកជូនគ្រប់ខេត្តក្រុងហើយសម្រាប់បងដែលគាត់មួយចាទន្ទឹងរង់ចាំខ្ញុំធ្វើរូបមន្តថ្មីត្រាំជាមួយនឹងទឹកខ្មុំចាដែលយើងទៅប្រមូលផលពណ៌ស្អាតស្រស់បែបនេះគឺរស់រាន់ដាក់ការកំងទាំងអស់គ្នាបងប្អូនចំនួនគឺយើងមានតិចតួចមែនតើបងប្អូនទាំងអស់គ្នាចុះបងប្អូនដែលចង់បានអាចដាក់ការកំងបានចារូបមន្តនេះគឺរូបមន្តសម្រាប់សុខភាពទូទៅតែម្ដងណាបងប្អូនដែលត្រូវការអាចរស់រាន់កំងបាន free សេវាដឹកទាំងពេញទាំងខេត្តអរគុណច្រើនជម្រាបលា